តោះកុំច្រឡំនៅលូបហិតអីណាណៃបងប្អូនថ្ងៃនេះខ្ញុំនាំគ្នាយើងមកមើលអំពីរបៀបនៅក្នុងការចិញ្ចឹមកន្ធាយហើយនៅក្នុងការធ្វើចំណីខ្ញុំមានម៉ូទ័រកិននេះគឺស្រួលកិនមែនតើបងប្អូនហើយឥឡូវនេះយើងកំពុងដំឡើងវាយើងមានដាក់ថាសដើម្បីត្រសាច់ហើយថ្ងៃនេះគឺខ្ញុំយកនៅប្រភេទចំណីដូចជាសាច់ត្រីជាមួយនឹងតកួនយកមកកិនចូលគ្នាហើយម៉ូទ័រនេះគឺកិនស្រួលហើយអញ្ចឹងគឺយើងកិនលឿនមែនតើនៅក្នុងមួយថ្ងៃខ្ញុំកិនចំណីកាធាជាង50គីឡូដោយសារតែកាធាខ្ញុំច្រើនដែរអញ្ចឹងណាបងប្អូនហើយថ្ងៃនេះយើងមើលឃើញត្រីនេះបាទតាមពិតរាល់ថ្ងៃគឺខ្ញុំដាក់ប្រភេទអាចត្រីក្បាលត្រីទេប៉ុន្តែថ្ងៃនេះខ្ញុំចង់បើកាធាបន្តិចគឺខ្ញុំដាក់ប្រភេទត្រីស្រស់ហើយខ្ញុំទិញមកពីផ្សារត្រីណៃនេះវាថោកដែរហើយយើងអាចចំណេញដែរបងប្អូនមិនមែនថាយើងកិនត្រីយើងទៅយើងអត់មានសល់ចំណេញទេហើយយូរម្ដងនៅក្នុងមួយសប្តាហ៍ឬក៏មួយខែខ្ញុំអាចដាក់វាស៊ីតែ2ដងទេសម្រាប់ត្រីស្រស់អញ្ចឹងហើយខ្ញុំដាក់ក្តាមខ្យងឯហ្នឹងរៀងញឹកដែរហើយខ្ញុំមានប្រភេទវីតាមីននៅក្នុងការបំពន់សាច់ក៏ដូចជាការពារនៅជំងឺផ្សេងនៅលើខ្នងរបស់វាហ្នឹងហើយយើងកូរវាឲ្យសព្វអញ្ចឹងទៅដើម្បីឲ្យកាធាវាស៊ីល្អអញ្ចឹងទៅទៀតខ្ញុំនឹងបង្ហាញបងប្អូនអំពីសកម្មភាពដែលកាធាវាឡើងស៊ីហើយការដាក់ក្តារចំណីបងប្អូនយើងត្រូវតែដាក់ជ្រេចូលទៅក្នុងទឹកហ្នឹងឲ្យវាបានជ្រៅបន្តិចសម្រាប់ក្តារហ្នឹងដើម្បីឲ្យវាមានជំរាលនៅក្នុងការឡើងព្រោះកាលណាតែអត់មានជំរាលទេគឺកាធាវាពិបាកនៅក្នុងការឡើងណាហើយអរគុណច្រើនមែនតើបងប្អូនដែលតាមខមមិនតាមសួរហើយមួយទៀតសម្រាប់កាធារបស់ខ្ញុំបងប្អូនឃើញនៅលើខ្នងរបស់វាមានពឹកមួយនេះអានេះគឺវាកំពុងតែសះរបួសបងប្អូនដោយសារតែមួយថ្ងៃនេះវាធ្លាក់ទៅទឹកភ្លៀងអញ្ចឹងវាឡើងរបួសហើយឡើងតបៅខ្លះដែរឥឡូវនេះវាបានជាសះវិញហើយអញ្ចឹងប្រភេទថ្នាំនេះគឺយើងអាចជួយបានហើយបើសិនជាបងប្អូនពិបាកនៅក្នុងការរកទិញថ្នាំទេប្រភេទអាម៉ុកស៊ីលីនហ្នឹងគឺយើងអាចដាក់កិនជាមួយចំណីឲ្យវាស៊ីបានបងប្អូនណា